កំពូលអ្នកចម្បាំងអូនគូមិត្តភាពអន្តរជាតិទី6ដែលជាគូប្រកួតកងជម្រាមរវាងកម្ពុជារុស្ស៊ីទឹកទី1 round 1បាទទឹកទី1បាទគូអន្តរជាតិកម្ពុជារុស្ស៊ីបងប្អូនបាទទស្សនាយកចិត្តទុកដាក់គូនេះបាទអាចថានឹងជ្រះចាញ់លឿនបាទធនរធីអាយ៉ាបាទកីឡាកររុស្ស៊ីមើលទៅក៏សុះល្អបាទសុះចូលចាប់អោបទៅធនរធីអាញាកដាលបបាយបន្តិចបន្តការប្រកួតធនរធីបាទម៉ាត់ឆ្វេងជាប់ឃុំបាទកីឡាកររុស្ស៊ីអើយទាត់បាច់ជើងឆ្វេងចង់ស្រុតបាទម៉ាត់ជើងនេះធ្ងន់ណាស់បាទពីធនរធីកីឡាកររុស្ស៊ីប៉ាល់អាយបាទយ៉ាងមិនដែរឃុំរបស់កីឡាកររុស្ស៊ីមិនមមទេបាទត្រូវពីជើងរបស់ធនរធីស្រុត 6 7 អាយ៉ាកដាលរត់ដល់8បាទងក់ក្បាលអាចបន្តការប្រកួតបានបាទចាំមើលធនរធីអាចបានទឹកប្រមាណបាទទឹកមួយនេះឬក៏អាចឆ្លងដល់ទឹក2តែអត់ទេបាទមកជើងហើយមកជើងទៀតដួលតែម្ដងបាទសាឡមុនដេមីនបាទជួយចុះទៀតហើយបាទមុននេះមិនស្លាប់ដៃក្តាប់ដៃបាទគឺក៏ផ្លែដៃទេបាទគឺជើងតែរាប់លើកទី2នេះសាឡមុនដេមីនក្តាប់បានទៀតបន្តការប្រកួតបានតែមិនមានការរាប់លើកទី3ទេបាទសូមជែកអត់ទេបាទត្រង់នេះមកជើងហើយមកជើងទៀតបាទគឺអាញាកដាលសម្រាប់បញ្ឈប់ការប្រកួតត្រឹមនេះតែម្ដងមើលទៅឃុំរបស់កីឡាកររុស្ស៊ីបាទមិនមមជើងកម្លាំងជើងរបស់ធនរធីទេធនរធីរហដងក៏ទាត់ជើងស្ដាំបើលើកនេះក៏តជើងឆ្វេងបាទដល់ពេលកីឡាកររុស្ស៊ីគាត់ថាខ្ញុំបកកែវាយដៃហើយដល់ពេលមកទាត់ជើងយូរទៅបាត់ទាត់ដល់វាយដៃដូចអត់អានេះទេបាទតែពិតទៅគឺគាត់ខូចដៃបងប្អូនហើយបាទមើលចោះដៃស្ដាំរបស់គាត់នឹងគឺនៅពេលដែលរងជើងរបស់រុស្ស៊ីហ្នឹងគាត់យួរដៃស្ដាំទៅហើយតែដល់ពេលរុស្ស៊ីគាត់ទាត់មកថែមទៀតបាទចាំរំចាំការប្រកាសលទ្ធផលបាទសម្រាប់ការប្រកួតបាគូចុងក្រោយបង្គោលក្រហមកីឡាករធនរធីទទួលជ័យជំនះលើកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវសូលមុនអេ